mà trái cái nhang này này ơi bật chỉ hot na bong hot mền tên và ngày nay bật chỉ fly cho cái nhà nhâm tràn thón cứ chốtนี้คือจะchốt mặt chặtสตรีได้ตรีสมได้ในក្នុងរឿងเป็นរឿងប្រសគឺជារឿងថ្មីបាទរបស់ប្រតិកម្ម classic ហើយកញ្ញាមានអារម្មណ៍យ៉ាងម៉េចដែរឡើងមកលើភ្នំផងដែរអូអញ្ចឹងគេថតអញ្ចឹងសូមរៀបសួរសិនអញ្ចឹងចាព្រោះនាងខ្ញុំញ៉ាំថតអញ្ចឹងសម្រាប់បងប្អូនអត់ស្គាល់ទេព្រោះធំថាប្លែកបន្តិចមានកត់មានអីណាធំថាសាហាវចាព្រោះថ្ងៃនេះដើរតួជាព្រះនាងម្ចាស់ក្នុងរឿងព្រះនាងព្រិលសចាក្នុងផលិតកម្ម classic ហើយក្នុងលក្ខណៈថាឡើងមកនេះដកដង្ហើមបាទគឺថាហត់បន្តិចតែក៏ប៉ុន្តែសប្បាយចិត្តព្រោះអីពីក្រោមមកដល់លើវាខ្ពស់ហ្នឹងបាទហើយទីតាំងដែលយើងថតនេះគឺនៅម្ដុំភ្នំអីវត្តព្រះធាតុបាទគឺថាយើងចំណាយពេលរាប់សិបគីឡូដើម្បីធ្វើដំណើរមកដល់ហើយស្មាននេះគឺជាម៉ោង 2 រសៀលហើយបាទហើយក្រុមការងារយើងកំពុងតែមមាញឹកក្នុងការរៀបចំប្លង់ដើម្បីរៀបចំថតហើយឈុតនេះគឺយើងឈុតលើថាឈុតនេះគឺឈុតសម្រាប់ជំនុំគ្នាដើម្បីកម្ចាត់ពនាងព្រិលសចោលហេតុអីបានកម្ចាត់ពនាងព្រិលសចោលហើយស្អាតជាងខ្ញុំទៅអីអូបាទធំថាលក្ខណៈឆ្លៀននេះគេចំណាយគេដោយថាលើកនេះដោយថាសំខាន់តែបៃតូបសម្រាប់បងប្អូនទស្សនិកជនតែតែងតែគ្រប់គ្រងជាមួយនាងខ្ញុំជារៀងរហូតមកដោយថានាងខ្ញុំធ្លាប់ស្គាល់ហើយរសជាតិអីហ្នឹងរឿងការឆ្នះស្លូតអីតែនៅនេះសាហាវចាតែសាហាវទៅខាងក្នុងរឿងឯងក្រៅរឿងសភាពចាគួរឲ្យស្រឡាញ់ខ្ជិលចាហើយជាចុងក្រោយមានអ្វីដើម្បីជូនពរដល់ទស្សនិកជនកំពុងតែទស្សនាជាមួយនឹងកម្មវិធីបាទសិល្បៈរបស់យើងចាជាចុងក្រោយក៏សូមអរគុណសម្រាប់បងប្អូនទស្សនិកជនតែងតែតាមដានជាមួយនឹងសិល្បករសិល្បករនេះទាំងអស់ក៏ដូចជាខ្សែភាពយន្តថ្មីរបស់ផលិតកម្ម classic គឺពនាងព្រិលសហើយនាងខ្ញុំជឿជាក់ថារឿងនេះប្រកបជាល្អមែនទែនហើយប្លែកអារម្មណ៍ជាមួយនឹងការតុបតែងខ្លួនប្លែកចាដូចជានាងខ្ញុំជឿអត់ដែលដូចថាមុខនោះលក្ខណៈក្រាស់ពេកហើយសិតតែអង្គត់អីអញ្ចឹងចារៀងពិបាកបន្តិចក៏ប៉ុន្តែខ្ញុំជឿជាក់ថាបងប្អូននៅតែគ្រប់គ្រងព្រោះរឿងនេះពិបាកខ្លាំងណាស់ទាំងក្រុមការងារចាឡើងតាំងពីក្រោមរហូតដល់លើមិនធម្មតាខ្ពស់ខ្លាំងណាស់ក៏ប៉ុន្តែបានវត្តប្រធានហ្នឹងគាត់ជួយស័ក្តិសិទ្ធណាចាដល់អញ្ចឹងគាត់ថាឲ្យឆាប់ដល់ចាហើយអរគុណដល់បងប្អូនទាំងអស់ប្រជាពលរដ្ឋថាជួយគ្រប់គ្រងអញ្ចឹងណាគាត់ដូចថាចូលចិត្តស្រឡាញ់អញ្ចឹងហើយជាពិសេសលោកតាយាយជីនៅវត្តចាគាត់ស្រឡាញ់រាប់អានចាអរគុណដល់បងប្អូនទាំងអស់ជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាអរគុណច្រើនជួបគ្នានឹងវគ្គក្រោយទៀតបាទបន្តិចទៀតនេះយើងនឹងបានជួបជាមួយសកម្មភាពរបស់កញ្ញាសកុនអាយ៉ាវិញម្ដង